កំហុសដែលយើងបានប្រព្រឹត្តតាំងប្រមាណហ្នឹងតើវានឹងមានផលប៉ះពាល់អីខ្លះទៅដល់ក្រុមរបស់យើងទាំងមូលបងផលប៉ះពេលហ្នឹងមានច្រើនណាស់តែបើមានប្រមាណចំណុចដែលបងចាំអត់ភ្លេចហ្នឹងគឺបងយកការងាររបស់កូនក្រុមមកធ្វើដោយខ្លួនឯងគឺមានន័យថាពេលដែលបងយកការងាររបស់គាត់មកធ្វើដោយខ្លួនឯងហ្នឹងគឺបងចេះតែម្នាក់ឯងទេពួកគាត់អត់មានចេះអីទេអញ្ចឹងមើលត្រឡប់ទៅវិញពួកគាត់នៅដដែលអញ្ចឹងបងទៅតែឯងទៅមុខអស់ហើយទី2គឺរបៀបនៃការបញ្យល់ពេលបងអត់ចេះបញ្យល់ពួកគាត់បងគិតថាកន្សឹបរបស់បងប៉ុណ្ណេះគឺដាក់ទៅពួកគាត់នឹងជ្រាបចូលប៉ុណ្ណឹងហើយតែយ៉ាងចេះស្ដាយមែនតើគឺគាត់ទទួលយកបានទេតែយើងរំពឹងថាគាត់នឹងទទួលយកបានហើយអញ្ចឹងដល់ពេលលទ្ធផលចេញមកវាអត់ដូចអ្វីដែលយើងរំពឹងទុកទេហើយយើងដឹងថាការងារគណនេយ្យវាមាន deadline ពីមួយខែទៅមួយខែទាំងអស់អញ្ចឹងដល់ពេលយើងអត់ចេះរបៀបនៃការបញ្យល់ពួកគាត់យើង expect តែប៉ុណ្ណឹងដល់យើងរំពឹងប៉ុណ្ណេះដល់ពេលលទ្ធផលវាអត់បានដូចអញ្ចឹងយើងខកdeadline អញ្ចឹងវាធ្វើឲ្យកូនក្រុមទាំងអស់ហ្នឹងវាជួបបញ្ហានៃការខុស deadline ទាំងអស់គ្នាអញ្ចឹងវាធ្វើឲ្យក្រុមទាំងមូលហ្នឹងគឺមានផលប៉ះពាល់ទាំងអស់គ្នាហើយដែលមួយទៀតចាំអត់ភ្លេចហ្នឹងគឺទង្វើរបស់បងទាំងអស់ហ្នឹងធ្វើឲ្យកូនក្រុមរបស់បងចេញទៅម្ដង